ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើអំពីDocker exercise អញ្ចឹងដំបូងយើងត្រូវមាន Docker នៅក្នុងUbuntu យើងសិនហើយយើងបាន install កាលពីលើកមុនហើយអញ្ចឹងនេះគឺជា Docker អញ្ចឹងបន្ទាប់មកយើងត្រូវកំណត់ទៅលើ user យើងដើម្បីកុំឲ្យប្រើប្រាស់ទៅលើ sudo ទៀតឲ្យយើង run Docker ផ្ទាល់បានអញ្ចឹងយើងត្រូវកំណត់ទៅលើ sudo user mode ag ហើយបន្តមកយើងនឹង pull ទៅលើ service ពី Docker មកpull image មកប្រើប្រាស់ផ្ទាល់អញ្ចឹងទីមួយគឺយើងមានជា nginx អញ្ចឹងអាចប្រើ Docker pull nginx ហើយយើងអាចដាក់ latest សម្រាប់ latest នេះ អត់ដាក់ command ដោយសារវានឹង pull ទៅលើ version មួយណាដែលវាត្រឹមត្រូវណាដំណើរការល្អចឹងលេចអានេះយើងត្រូវ log in ហើយ log out វិញចឹងត្រូវ log in log out សិនហើយបន្តមកបានយើងDocker pull ហើយអញ្ចឹងវានឹងធ្វើការ download ចេញពី library របស់ nginx ហ្នឹងអញ្ចឹងយើងបាន install ហើយទៅលើ nginx ហ្នឹងបន្តមកយើងអាច run ទៅលើnginx ហ្នឹងបានដែលយើង run គឺ run ទៅលើ container អញ្ចឹងអាច docker run .d .d នេះគឺវានឹង run ចេញពី background អញ្ចឹងវានឹង run នៅ background ដោយសារយើងអត់ចង់ឲ្យវា run ចេញជាផ្ទាំងមកទេហើយយើងដាក់ឈ្មោះ nginx មួយទៅ.p យើង port អញ្ចឹងដោយសារ nginx នេះវាជាពពួក web application អញ្ចឹងយើងត្រូវដាក់ port វាហើយនេះគឺជា port ដែល access ដែលយើងត្រូវយកទៅ access នៅក្នុង local នៅលើ web ចឹងទៅហើយបើនេះគឺជា IP គឺជា protocol របស់មិន protocol វាគឺជា port របស់ HTTP អញ្ចឹង nginx latest ណែមកមើលវាទាញ latest ចឹងពេលហ្នឹងវានឹង run ទៅលើ container ហ្នឹងអញ្ចឹងយើងឆែកមើលសិនps.a មកអញ្ចឹងនេះcontainer name container id create ពី ago ហើយ port គឺ80មកជា80ត្រូវ80ចឹងហ្នឹងខ្ញុំត្រូវហើយសម្រាប់ Docker ps.a នេះវានឹងបង្ហាញនៅ container ណាទាំងអស់មិនថាវាកំពុង app ឬក៏វាអត់ទាន់វា stop ទេអញ្ចឹងមិនមែនតែយើងចង់ stop ទៅលើ container ហ្នឹងstop ទៅលើ nginx មួយហើយអញ្ចឹងយើងទៅមើលម្ដងទៀត ps នេះវាអត់មានបង្ហាញនៅ container នៅ nginx នេះដែលវា app ទេ
តែបើយើងដាក់ A វានឹង show មកទាំងអស់ចឹង show ប៉ុន្តែ starter វាក៏ exit ទៅដែរចឹងពេលយើង start មកវិញនេះវានឹង app មកវិញហើយចឹងបន្តមកយើងអាចចូលទៅកាន់ container នឹងបានដើម្បី container execute nginx 1 bash ផ្លេច IT ដល់ IT មានន័យថាiterative terminal ចឹងវានឹងចូលទៅក្នុង container ជាលក្ខណៈ terminal នេះគឺជា container terminal ណាចឹងយើងអាច yls .l យើងមកវាមានដូចគ្នាវាមានដូចជា Linux ដែរ Linux ដែរដូចជា home វាមាន etc វាមានជា mount មានជា srv អញ្ចឹងទៅគាត់ថាវានៅក្នុង container អញ្ចឹងយើងអាចចាក់ចេញមកវិញបានដោយប្រើ exit ហើយយើងអាច stop វាបានទៀតអញ្ចឹងខល stop មកហើយមកយើងនឹង install container ផ្សេងទៀតតាមដល់នេះយើងនឹង install ទៅលើ Ubuntu ម្ដងអញ្ចឹង docker pool Ubuntu យក version 24.04 ចឹងវានឹង download library របស់ Ubuntu មកប្រើប្រាស់ចឹងយើង download ហើយយើង pull មកបានសម្រាប់ហើយ download complete ចឹងវាគឺដូចគ្នាគឺយើងអាចy docker run តែគ្រាន់តែ Ubuntu នេះជាលក្ខណៈវាអត់មានជាលក្ខណៈ web ទេអញ្ចឹងពេលដែលវា run ហើយគឺវានឹងចាក់ចេញខ្លួនឯងដល់អត់ស្ថិតនៅក្នុង terminal អញ្ចឹងទៅអញ្ចឹងហើយបើយើងហើយដាក់ D ហើយទៅដាក់ IT មួយទៀតអញ្ចឹងពេលហ្នឹងវានឹងចឹងពេលហ្នឹងវានឹង run នៅក្នុង background ហើយវានឹងចូលទៅក្នុង terminal ទៀតហើយអញ្ចឹងយើងដាក់ name Ubuntu 1ហើយ Ubuntu ចឹងសារនេះវាអត់មាន port អីទេវាមិនមែនជាweb application ទាញមកអញ្ចឹងដូចគ្នា y docker ps.a យើងចេញមកទាំងអស់ចានេះ app time Ubuntu app 5 នាទីមុនអូខេអញ្ចឹងយើងអាច stop វាបាន stop ហើយយើងបាយ Ubuntu មួយមកអូខេពេលហ្នឹងយើងនេះវាបាន exit ហើយហើយហើយយើងអាច start វាវិញបាន docker start Ubuntu 1ហើយសូមម្ដងទៀតអូខេមិនតែមុនហ្នឹងខ្ញុំផ្លេចstart ហើយយើងវាយយើងចូលទៅក្នុង container Ubuntu ហ្នឹងដើម្បីចូលទៅក្នុង terminal ចឹង IT ដូចគ្នាហើយ Ubuntu 1ហើយ bash ចឹងពេលផ្លេចដាក់ដកអូខេចឹងពេលដែលយើងដក ls ដក l មកគឺវានឹងដូចគ្នាដែរនេះនៅក្នុង Ubuntu អញ្ចឹងទៅយើងមាន etc មាន home យើងមាន nt tab អញ្ចឹងទៅយើង exit មក
ហើយចឹងយើងបន្ទាប់ពី exit ហើយយើងអាច stop វាបានពេលដែលយើង stop docker ps.a ហើយចឹងវានឹង stop ចឹងបន្តមកយើងចូលមកកាន់មួយទៀតគឺ Apache ចឹង docker pool Apache មិន docker Apache docker http lattes យើងនឹង pull ទៅលើ http វិញpull deny flash d ហើយយើងមើលម្ដងទៀតមក ps.a ឈប់ដោយសារអត់តន់ run ផ្លេចច្រឡំdocker run.d ចឹងនេះគឺជា web application ចឹងយើងអាចមាន port 8081មក/80ហើយ http lattes name ឈប់អានេះពេច d ទៀតហើយអូចឹងយើង run docker ps ម្ដងទៀតឈប់នេះ http d lattes វា app ពី scan មុនដែលមាន port 8081ជាមួយនឹង protocol http ហ្នឹងតាចឹងដូចគ្នាយើងនឹង stop user មើលApache មួយចឹងយើងរនងទៀតអូខេចឹងវាចា application អស់ត្រូវបាន exit ចឹងយើងអាច start វាវិញពេល start វានឹង app វិញហើយបន្តមកយើងអាចចូលទៅក្នុងcontainer ហ្នឹង.it Apache មួយហើយ bash អូខេចានេះគឺជា home directory វានៅក្នុង Apache ហ្នឹងមាន user local ហើយ Apache 2ទៅហើយនៅក្នុងហ្នឹងក៏យើងមានជា bin build config file log module ដូចគ្នាចឹងយើងអាច exit បានមកយើងអាច stop វាបានទៀតហើយចា Apache ចប់ហើយចឹងយើងចូលមកកាន់ MySQL ម្ដងចឹង MySQL យើង docker pool ដូចគ្នាទីខ្ញុំ MySQL mod 8.0 version 8.0ហើយចឹង MySQL វា download បានសម្រាប់ហើយចឹងយើង docker run.d ដូចគ្នាហើយវា run នៅក្នុង background MySQL មួយហើយយើងដក e នេះគឺត្រូវវាយតាមហ្នឹងដោយសារតែវាត្រូវការ password ដើម្បីតនាការស្មើនឹង strong ស្មួយ3ចឹង password ដាក់អីក៏បានដែរ
port sam 3 0 6 sam 3 0 6 MySQL 8 ចុចនេះ endpoint already in use created not don't start trong này sẽ là actual វា port នេះបានប្រើប្រាស់រួចហើយអញ្ចឹងពេលដែលអីវានឹង conflict គ្នាអញ្ចឹងអាចនឹងប្រើ port ផ្សេងវិញ you have to remove អូខេអញ្ចឹងខ្ញុំបាន remove អាដក container ហ្នឹងចោលហើយក៏បានដាក់ឡើងវិញហើយដូរ port វាលេងអីវិញអញ្ចឹងyes not a អូខេចានេះវានឹង app មកវិញហើយMySQL ប្រើ port នេះចាំមិនបាន port ហ្នឹងsam 3 0 6នោះដែរប្រាប់ sam 3 0 6 thế cho như ai stop MySQLឡើងបាន stop cho như ai start វាវិញបាន ហើយយើងអាចចូលទៅក្នុងហ្នឹង execute .it .it ហើយ MySQL មួយហើយ MySQL .u ហើយ root ពីចឹងcommand មួយនេះគឺន័យថាចេះមួយយើងវាយ docker execute ចូលទៅក្នុងcontainer MySQL ហ្នឹងចានេះនឹងចូលទៅក្នុង terminal របស់ container ហ្នឹងហើយឈ្មោះ container ហើយបន្តមក MySQL ហើយនេះគឺជា user អញ្ចឹងកន្លែង MySQL នេះគឺជា MySQL client ហើយកន្លែង u ហើយ root នេះមានន័យថា user ស្មើ root ហើយ p នឹងសួរទៅលើ password អញ្ចឹងបើយើង enter មកវានឹងសួរទៅលើ password អញ្ចឹងសារមុនហ្នឹងយើងដាក់ password strong pass 1 2 3ចាអក្សរធំគឺអក្សរធំ
មានសចឹងទៅបើណាដែលសេខុសគឺអត់ត្រូវទេអូខេអញ្ចឹងយើងចុះអញ្ចឹងយើងរកដល់ពេលដែលចូលគឺវានឹងចេញមក actual ចេះអញ្ចឹងវានឹងខុសគ្នាពីweb server ឬក៏ application ផ្សេងចឹងបើយើង ls នៅក្នុង MySQL នេះចឹងយើងមានជាចឹងយើងអត់មាន database ទេចឹង show មកគឺវាមានជា default database ចឹងទៅចឹងពេលយើងចង់ចាក់ចេញយើង exit ដូចគ្នាហើយយើង run docker ps.a ម្ដងទៀតវាកំពុង app ចឹងយើងអាច stop វាបាន stop MySQL 1អូខេចឹងយើងមើលម្ដងទៀតអូខេចឹងគឺ exited ហើយអស់ហើយចឹងចុងក្រោយគឺយើងនឹង app យើងនឹង pull ទៅលើ Redis docker pull Redis test អញ្ចឹងយើងបាន download វាហើយអញ្ចឹងយើងអាច run docker run .d ឲ្យវា run នៅ background ហើយឈ្មោះRedis 1ទៅហើយ port ចានេះជា web application ចាយើងត្រូវមាន port 6379 Redis/test អូខេចឹង docker ps.a ចានេះវានឹង app ចំពោះឈ្មោះimage Redis អញ្ចឹងមួយទៀតគឺយើងអាច stop វាបាន Redis 1អាច stop ហើយយើងអាច start វាវិញបានអូខេអញ្ចឹង app ហើយអញ្ចឹងគឺយើងអាចចូលទៅក្នុង Redis នឹងបានដែរ docker exe IP MySQL MySQL Redis 1ឈប់ផ្លិច bash អូខេចឹងចឹងនេះគឺជា Redis អញ្ចឹងនេះដោយសារតែវានៅក្នុងfolder data ចឹងវានឹង show តែប៉ុណ្្នឹងទេចឹងបើយើងចេញហើយយើងដកចេញមកវានឹងមានដូចគ្នាដោយសារ default វាគឺចូលនៅក្នុង data យកមកចឹងនេះគឺដូចគ្នាមាន root មាន home មាន etc ចឹងទៅតែវាដូចជា ngx យូទូអីដែរអញ្ចឹងយើង execute មកដូចគ្នាexit ដូចគ្នាហើយចឹងនេះapp ចឹងយើង stop វាវិញមក docker stop Redis អូខេចឹងយើងមើលម្ដងទៀតអូខេចឹង exit អស់ហើយអញ្ចឹងយើងមានជា Redis MySQL Apache Ubuntu ngx Nginx មានទាំងអស់អញ្ចឹងសម្រាប់ការ practice ទៅលើ Docker ចំពោះ container នីមួយៗគឺខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាលោកគ្រូ